It's so full today. It's full of car park. Hey, ចាប់ផ្ដើមទៅទៀតហើយជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់នាំពុកម៉ែបងប្អូនទៅទស្សនាទេសភាពនៃការដើររបស់យើងនៅលើ Mount Cannibals បើសិនជាពុកម៉ែបងប្អូនបានមកលេង Cambodia ពុកម៉ែបងប្អូនអាចឆ្លៀតចូលមកទស្សនាឬក៏អាចមកដើរនៅទីនេះបានគឺអត់ឆ្ងាយពី Cambodia ទេពុកម៉ែបងប្អូនទាំងអស់គ្នាចំណាយតែ8នាទីទៅ10នាទីតែប៉ុណ្ណោះWe're here at the Mount Cannibals just for a walk. នៅតាមដងផ្លូវនៃការដើររបស់យើងហ្នឹងគេមានដាក់ស្លាកថាយើងនៅពេលដែលយើង hiking អញ្ចឹងតែយើងអាចនឹងជួបប្រទះអ្វីខ្លះដូចជាសត្វអីខ្លះអញ្ចឹងទៅបងប្អូនហើយនេះយើងចាប់ផ្ដើមដើរឡើងជាន់ទី1របស់យើងហើយក៏ដូចជាបងប្អូនបានឃើញអញ្ចឹងគឺមានទ្រង់ទ្រាយធំទលាយមែនតើហើយវាអត់សូវចោតទេបងប្អូនងាយស្រួលនឹងការដើរដូចជាកន្លែងនេះអញ្ចឹងគេមានស្លាកស្មៃមួយទៀតហើយជាពិសេសគឺសម្រាប់ខែក្តៅនៅពេលខែក្តៅហ្នឹងគឺសម្បូរពូសម្បូរអីមែនតើពុកម៉ែបងប្អូនទាំងអស់គ្នា Step 2អញ្ចឹងយើងត្រូវតែប្រយ័ត្នជាពិសេសពេលដែលយើងដើរនៅក្នុងព្រៃអញ្ចឹងឯងប៉ុន្តែភាគច្រើននៅពេលដែលខ្ញុំទៅគឺអត់ដែលសូវឃើញសោះប៉ុន្តែគេដាក់យើងដើម្បីយើងប្រុងប្រយ័ត្នទាំងអស់គ្នាតោះប៉ាកាដាខ្លះចោតពេកអូខេនេះជាកម្មចដាទី2របស់យើងហើយអ្នកទាំងអស់គ្នាចោតរបស់គេគ្រាន់បានដល់កន្លែងនេះយើងរត់ជាមួយជនជាតិគេហើយគាត់ឃើញបងស្រីខ្ញុំហត់ហើយគាត់ encourage បងស្រីខ្ញុំគាត់ថាដកអ្នកឯងប្រឹងឡើងចិត្តដល់ខាងលើហើយពេលដល់ខាងលើគឺវានឹង worth it ដល់កន្លែងនេះម៉ែគាត់ថាគាត់សុំសម្រាប់សិនពិតហត់មែនតើសុំដកដហើមហើយយើងក៏បន្តដំណើរបន្តទៀតដូចជាបងប្អូនបានឃើញអញ្ចឹងកន្លែងខ្លះគេមានដូចជាឈើដាក់ដើម្បីយើង step ហើយកន្លែងខ្លះទៀតវាដីរៀបបងអូននេះតំដៅប៉ាកាដាហើយបងអូនចាំដាច់ដង្ហើមហើយបងអូនតំដៅប៉ាកាដាផ្លូវហើយជិះទៅបងប្អូនការដើរឡើងភ្នំនេះគឺមិនមែនស្រួលទេគេតែងតែហត់អញ្ចឹងឯងអូខេដល់កំពង់ហើយនេះយើងដល់ខាងលើហើយបងប្អូនកន្លែងទី1ដែលយើងឃើញនេះគឺសបោមានថ្មមានអីមែនតើអាចឲ្យយើងចូលទៅអង្គុយរៀងចុងអីអញ្ចឹងណាដើម្បីអង្គុយមើលទេសភាពហើយថតរូបថតអីអញ្ចឹងទៅហើយនេះយើងបន្តដំណើរទៀតហើយបងប្អូនទាំងអស់គ្នាហើយដល់កន្លែងនេះគេមាន arrow ប្រាប់យើងថាយើងដើរដល់ខាងមុខទៀតទៅមានកន្លែង look out ថ្មីមួយទៀតហើយបងប្អូនទាំងអស់គ្នាហើយសារជាថ្មីម្ដងទៀតនៅកន្លែងនេះគេមានស្លាកថាពីប្រវត្តិសាស្ត្រហើយនឹងស្លាកដូចជាខាងដើមអញ្ចឹងថាមានអីនៅលើនឹងខ្លះហើយនេះកន្លែងទេសភាពយើងអាចមើលទៅពីចុះទៅខាងក្រោមហ្នឹងបងប្អូនអាចមើលឃើញនៅកន្លែង Cambodia World ហើយដូចជាមានកន្លែង stock ទឹករបស់គេកន្លែងដូចជាដាំគេហៅថា nursery ហ្នឹងដាំផ្លែឈើដាំអីដំណាំអីចឹងទៅហើយដល់កន្លែងនេះម៉ែគាត់ចិត្តតែបន្ទោសខ្ញុំគាត់ខ្លាចខ្ញុំធ្លាក់គាត់ថាកុំឲ្យដើរទៅឈៀងពេកហើយខ្ញុំចង់បានទេសភាពថតជូនបងប្អូននោះហើយគាត់ឡើងខឹងខ្ញុំហ្មងបងប្អូនទាំងអស់គ្នាហើយពេលនេះយើងកំពុងតែធ្វើដំណើរចុះទៅខាងក្រោមវិញហើយគេថាអត់សូវចោតហ្មងទេព្រោះអីវារៀងស្ងួនអញ្ចឹងណាហើយដល់កន្លែងនេះឃើញដុំថ្មចេះតែឡើងទៀតហើយបងប្អូនទាំងអស់គ្នាហើយម៉ែគាត់ថាទៀតហើយគាត់ថាឲ្យចេះតែអត់ចេះខ្លាចហ្មងចេះតែដល់ឡើងនេះឡើងនោះអត់ដឹងមិនដែរបងប្អូនទាំងអស់គ្នាតែជាប់ទម្លាប់ពីខ្មែរព្រោះនៅខ្មែរចេះតែដល់ឡើងដើមឈើឡើងអីមើលកូនអញ្ចឹងណាហើយតាមដងផ្លូវដើរហ្នឹងអត់ដឹងតើបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ដែរអត់ទេគេមានផ្កាហ្នឹងឡើងយ៉ាឡូហ្មងបងប្អូនទាំងអស់គ្នាវាដល់ខែផ្កាអញ្ចឹងឡើងស្អាតហើយឈ្ងុយហើយការដើរ hiking នៅទីនេះគឺអត់សូវចំណាយពេលវេលាយូរប៉ុន្មានទេបងប្អូនទាំងអស់គ្នាត្រឹមតែ30នាទីជាងទៅ45នាទីទេបើសិនជាបងប្អូនបានទស្សនាវីដេអូមុនការដើររបស់យើងនៅ Dandenong Ranges គឺចំណាយពេលវេលាយូរមែនតើដោយសារវារៀងចោតហើយវា
ធំជាងនេះនឹងឲ្យបងប្អូនទាំងអស់គ្នាអរគុណនៃការតាមដានទស្សនាវីដេអូ